មានសបងចាចាមរៀបសួរបាទបងអាចជួយជម្រាបឈ្មោះនិងទីតាំងភូមិឃុំរបស់បងនៅខេត្តណាដែរចាខ្ញុំឈ្មោះទីកន្ធារស់នៅភូមិតាយាឃុំថ្លឹកស្រុកស្វាយជ្រុងខេត្តស្វាយរៀងមុននឹងប្រើជាមួយនឹងអសត់ហាកុធីនេះបងមានអាការៈធ្វើទុកតម្រងនោមយ៉ាងម៉េចដែរខ្ញុំមានអាការៈធ្វើទុកក្តៅចង្កេះចុករយដៃជើងឈឺកញ្ញាំដៃកញ្ញាំជើងហើយដេកមិនលក់នោមញឹកអញ្ចឹងលោកគ្រូបាទការធ្វើទុកហ្នឹងវាធ្វើទុកយ៉ាងម៉េចដែរក្តៅកាហាយឬក៏ការនោមញឹកបបរហ្នឹងមួយយប់នោមប្រហែលដងដែរដូចថាពេលថ្ងៃអញ្ចឹង3 4 10 20ដងអញ្ចឹងទៅយប់នោមតាំងពីចូលសម្រានទៅដល់ម៉ោងមិន12 10អញ្ចឹងសម្រានអត់លក់ទេលោកគ្រូបាទព្រោះការក្តៅអត់សូវក្តៅទេលោកគ្រូពេលឃើញទឹកនោមបបងមានពណ៌ឬក៏ដិតខ្លាំងឬក៏ភ្លឺខ្លាំងពណ៌វាពណ៌ដូចតែជ្រក់អញ្ចឹងលោកគ្រូពេលចុងក្រោយហើយនោមតិចតិចមកយប់នោមតែ2ដងតែហើយខ្ញុំសម្រេចថាមកទិញអានឹងហូបទៀតលោកគ្រូបាទបងអាចបញ្ជាក់តិចបានទេថាការធ្វើទុកឬក៏ការជួយចាប់ធ្វើទុករបស់បងកើតមានប្រហែលឆ្នាំដែរខ្ញុំធ្វើទុក2ឆ្នាំ3ឆ្នាំលោកគ្រូតាំងពីបានប្រើជាមួយនឹងអសត់ខាកុធីនេះមកបងមានការៈធូរបានច្រើនមានខ្ញុំហូបទុំបាន3ថ្ងៃលោកគ្រូឥឡូវមានដូចថាការៈខ្ញុំធូរសบายបាន20% 30%លោកគ្រូបាទចំពោះការៈឬក៏ទឹកនោមរបស់បងមានការៈប្រែប្រួលយ៉ាងម៉េចដែរបាទទឹកនោមថ្លាវិញលោកគ្រូការមុនប្រាំងទឹកនោមក្រហមដូចទឹកតែទឹកអីចឹងលោកគ្រូក្តៅបាទចំពោះការនោមរបស់បងឥឡូវសល់ប្រហែលដងដែរក្នុងមួយយប់ដូចថាមួយយប់ចឹង3 4 10ដងចឹងវានៅតែ2ដងអីទេលោកគ្រូហើយសម្រានក៏លក់វិញដែរបាទចាធូរបានប្រហែលភាគរយដែរបងតើបងប្រើ30%លោកគ្រូទុំប្រើបាន3ថ្ងៃប្រើបាន3ថ្ងៃបានធូរបានច្រើនបងណាព្រោះអីខ្ញុំវាទៅជារឹងដៃរឹងជើងលោកគ្រូលើកដៃក៏អត់រួចធ្វើការអីក៏អត់កើតរឹងកញ្ញាំដៃកញ្ញាំជើងមុនប្រើអស់2កំប៉ុងជាបាន1ឆ្នាំប្រើព្រឹក2ល្ងាច2លោកគ្រូប្រានតមែនតមែនកាលពីមុនប្រើជាដល់ជាមិនសូវជាតមទេលោកគ្រូបានឈឺទៀតមួយជាបខំហូបវាយ៉ាងកំប៉ុងអីកំប៉ុងទៅវិញហើយបានឈឺទៀតទៅលោកគ្រូឥឡូវចាប់ដើមប្រើទៀតហ្នឹងបាទចំពោះអាការៈដែលការនោមបបងឬក៏ការដែលលោមកធំខ្លួនលើបាត់អស់បងណាបាត់អស់ហើយគ្រូក្រោយពីបានប្រើជាមួយនឹងអសត់ខាកុធីនេះមកណាបងបាទដូចថាមកយប់នោម6 7ដងអញ្ចឹងនៅតែ2ដងអីទៅលោកគ្រូហើយសម្រានក៏លក់វិញដែរកាលមុនខ្ញុំអត់ទេប្រឈើភ្នែកសឹងថាតភ្លឺមែនដល់ឃើញតាម Facebook ទៅសម្រាប់ចិត្តប្រើទៀតដែរច្រើនដល់គ្រូថាដែរផ្ដាំក្មួយដែរថាបើខ្ញុំដល់តំណាក់ការលៀងឈាមអីមិនបាច់ខ្ញុំយកខ្ញុំទៅលៀងទេឲ្យងាប់ចុះចាខ្លាចឃើញឮថាអ្នកខូចចំណាំមកនិយាយច្រើនលៀងឈាមអត់ច្រើនចាមិនចង់ឲ្យក្មួយអីពិបាកទេធ្លាប់គិតតើលោកគ្រូតាមរស់ទៀតណាដល់ដល់ពេលប្រើត្រូវអស់តែប្រហែលកំប៉ុងជាអញ្ចឹងចាប់ដើមមានសង្ឃឹមសប្បាយចិត្តវិញណាគ្រូបងចឹងជាចុងក្រោយបងមានពាក្យពេចន៍អ្វីដែលប្រាំប្រើទៅដល់ពុកម៉ែបងប្អូនដែលគាត់មានអាការៈនោមខ្សោយឬក៏បញ្ហាតម្រងនោមដូចបងណាចាចឹងចុងក្រោយខ្ញុំផ្ដាំផ្ញើទៅបងប្អូនមានឈឺតម្រងនោមដូចខ្ញុំសុំជាវខាគូធីលនេះទៅប្រើចាំមកលាកតម្រងនោមសងខាងលោកគ្រូខ្ញុំផ្ដាំផ្ញើបងប្អូនណាដែលមានអាលាកតម្រងនោមដូចខ្ញុំសុំជាវខាគូធីលនេះទៅប្រើចាំខកបំណងទេបាទអរគុណច្រើនបងបាទ